មកគោះទ្វារហៅមកបងប្អូនដែលប្រើពាក្យជៀនមាននេះឲ្យតែបង្កើតទៅជាប្រយោគគឺបង្កើតខុសរហូតទាំងអស់គ្នានៅតែឯងអញ្ចឹងអ្នកទាំងអស់គ្នាចេះបកថាជួបឬក៏ជួបមុខអញ្ចឹងទៅតែឲ្យតែបង្កើតទៅជាប្រយោគអ្នកទាំងអស់គ្នាដាក់ទៅត្រង់ធ្លុយហ្មងអញ្ចឹងគឺខុសអ្នកទាំងអស់គ្នាឧទាហរណ៍សាមញ្ញមួយអ្នកទាំងអស់គ្នាចង់និយាយថាខ្ញុំចង់ជួបអ្នកគឺបងប្អូនទាំងអស់គ្នាគឺសរសេរមកគឺ我想见面你គឺត្រង់ភ្លឹងអញ្ចឹងតែម្ដងចានៅក្នុងភាសាចិនជួនអីទៅដាក់ត្រង់ភ្លឹងអញ្ចឹងគឺត្រឹមត្រូវអ្នកទាំងអស់គ្នាប៉ុន្តែពាក្យខ្លះដាក់អញ្ចឹងទៅវាអត់ត្រូវទេដូចឧទាហរណ៍ពាក្យជៀនមាននឹងមកអ្នកទាំងអស់គ្នាដាក់មកគឺត្រង់អញ្ចឹងអត់ត្រឹមត្រូវទេចាអញ្ចឹងធ្វើម៉េចឲ្យត្រឹមត្រូវមកវិញអ្នកទាំងអស់គ្នាត្រូវតែមានកិនមកជួយអ្នកទាំងអស់គ្នាឡើយនឹងក្នុងប្រយោគហ្នឹងស្នើសុំកិនមកជួយមកចាគឺ我想跟你见面ចាដាក់កិនកិននីជៀនមានជួបគ្នាជាមួយអ្នកជួបមុខអ្នកអីនឹងអ្នកនរគ្នាជួបអ្នកនឹងចាអញ្ចឹងត្រូវតែមានកិនមកជាមួយរហូតបើអ្នកទាំងអស់គ្នាចង់ជួបណាគេមួយអញ្ចឹងហើយវារៀងលក្ខណៈខុសពីភាសាខ្មែរយើងបន្តិចវាលក្ខណៈរៀងត្រឡប់អញ្ចឹងអ្នកទាំងអស់គ្នាគិតថាមិនក៏អញ្ចឹងចាអានេះគឺអ្នកទាំងអស់គ្នាត្រូវតែចំណាំ structure វាអញ្ចឹងបើអ្នកទាំងអស់គ្នាដាក់វ៉ាសៀងជៀនមាននេះគឺវាខុស structure ភាសាចិនហ្មងគឺខុសទម្រង់ហ្នឹងហើយអញ្ចឹងអ្នកទាំងអស់គ្នាគឺកែមកពេលប្រើចង់ជួបណាគេម្នាក់អ្នកទាំងអ្នកកិនឲ្យបូកណាគេម្នាក់នឹងឲ្យចំដាក់ជៀនមាននឹងក្រោយឧទាហរណ៍កិននីជៀនមានជួបគ្នាជាមួយអ្នកជួបអ្នកអីចឹងទៅកិនថាថ្ងៃហ្នឹងខ្ញុំត្រូវជួបជាមួយនឹងអតិថិជន今天我要跟客户见面客户见面我要跟客户见面ចាខ្ញុំជួបគ្នាជាមួយអតិថិជនអីចឹងទៅអញ្ចឹងអ្នកទាំងអស់គ្នាប្រើពាក្យជៀនមានអ្នកទាំងអស់គ្នាត្រូវប្រើកិនមកជួយហើយវារៀងលក្ខណៈខុសប្លែកពីភាសាខ្មែររបស់យើងវាការតម្រៀបអញ្ចឹងអ្នកទាំងអស់គ្នាចំណាំទៅអត់មានពិបាកទេអ្នកទាំងអស់គ្នាកិននរណាម្នាក់ជៀនមានចាកិននរណាម្នាក់ជៀនមានចាជួបគ្នាជាមួយនរណាម្នាក់ចាអញ្ចឹងគឺតែប៉ុណ្្នឹងទេអ្នកទាំងអស់គ្នាអញ្ចឹងសង្ឃឹមថាវីដេអូនេះជួយបងប្អូនទាំងអស់គ្នាឲ្យប្រើពាក្យនឹងបានត្រឹមត្រូវដោយសារខ្ញុំឃើញខុសច្រើនណាគឺទៅសេមកគឺខុសរហូតទាំងអស់គ្នាចាអញ្ចឹងសង្ឃឹមថាវីដេអូនេះនឹងជួយបងប្អូនទាំងអស់គ្នាឲ្យប្រើពាក្យជៀនមាននឹងបានត្រឹមត្រូវចាជួបគ្នានៅវីដេអូក្រោយបាយបាយ